នេះគឺជាសកម្មភាពនាងខ្ញុំបានក្រោកពីគេងគឺថារាល់ដងងើបម៉ោង8 4ថ្ងៃនេះងើបម៉ោង7ដល់ពេលអញ្ចឹងទៅមានជាការអែនអនជាខ្លាំងហើយក៏បានធ្វើការងូតទឹកឥឡូវងូតទឹកហើយក៏បានឡើងមកលើវិញអញ្ចឹងណាចាខ្ញុំថតឆ្កែមើលទៅក៏មើលជើងខ្ញុំអីឡើងខ្មៅគឺដែលលាបលេទេរាល់ថ្ងៃហ្នឹងលាបតែដៃនឹងឯងជើងមិនសូវបានលាបទេដោយសារតែវាមានបញ្ហាគល់រោទៀតលេងសើចអីអ្នកទាំងអស់គ្នារាល់ថ្ងៃហ្នឹងលាបតែអីគេនេះវាស៊ីត្រាអីហ្នឹងឯងហើយនិយាយថាមួយខ្លងពីរខ្លងហ្នឹងណារយៈពេល1ឆ្នាំ2ឆ្នាំឡើយអាចារ្យគឺថាលាបមិនទាន់អស់ទេបើលាបមួយថ្ងៃខានមួយអាទិត្យអីវិញមើលរូបរាងខ្ញុំឲ្យហើយទៅបើកវិញធ្លាក់ឡើងមកចាអាមហើយចាបើថាកន្លែងធ្លាក់វិញអ្នកនរគ្នាអើយមិនមើលទេសក់តែសាច់តែហ្មងចាអត់មានជាការ edit អីទេគឺកាមេរ៉ាស៊ីនអាចរុយទាំងប្រមាណមកទាំងដុលតែម្ដងរុយ4ដល់20គ្រាប់ហ្នឹងមកទាំងអស់លាត់ទាំងជើងឲ្យមើលទៀតអត់មានការអៀនខ្មាស់អីហ្មងស្ត្រីអីអញ្ចឹងមិនបាច់ចាំមើលរោមជើងទេដូចមនុស្សប្រុសអញ្ចឹងតែរោមហ្នឹងគឺជារោមធម្មជាតិរបស់ខ្ញុំទេពីមុនខ្ញុំតែមានរោមជើងអញ្ចឹងទេតែដោយសារខ្ញុំកោពេលវាដុះមកវិញទៅវាឡើងជារួញនេះគឺជាមេរំខានចាកូនរបស់នាងខ្ញុំនឹងឯងឈ្មោះថាឌូលពឹសខ្លាំងមែនទែនអ្នកគ្នារដល់ខ្ញុំឲ្យគេនឹងក្រោមទេប៉ុន្តែខ្ញុំចុះទៅក្រោមទៅឃើញអាណិតពេកហ្នឹងក៏ឡើងយកមកលើឲ្យលេងមួយផ្លេតទៅមានអីលពឹសខំហែកនេះហែកនោះខ្ញុំក៏ទ្រាំបានរៀបចំខ្លួនហើយក៏ដើរទៅក្រោមយកទៅដាក់នឹងក្រោមវិញទៅដល់ក្រោមហ្នឹងខ្ញុំធ្វើការផឹកតែចាមុនហ្នឹងខ្ញុំបានផឹកទឹកប្រហែលជាអស់ថាមួយកែវចុះឥឡូវខ្ញុំបានមកផឹកទឹកតែម្ដងគឺយើងធ្វើការផ្ដាច់គ្រឿងកំប៉ុងរាល់ដងខ្ញុំផឹកគ្រឿងកំប៉ុងក្នុងមួយថ្ងៃមកកំប៉ុងទៅ2កំប៉ុងតែថ្ងៃនេះអត់ទេចាបើកភ្នែកមកគឺដើរសវេសវារត់តែហ្នឹងទិញមករាប់ឆ្នាំហើយអស់គ្នាទ្រាំតែចិត្តផឹកដោយសារតែខ្ញុំវីវក់ជាមួយនឹងគ្រឿងកំប៉ុងពេកតែឥឡូវខ្ញុំផ្អាកសិនហើយពួកអីវាឡើងលមាស់ឡើងកទួលឡើងអីពេញខ្លួនហើយពេលខ្ញុំចូលគេងយប់ឡើងអញ្ចឹងវាចាប់ដើមធ្វើទុកហើយឈឺបត់ជើងតូចរហូតដល់អ្នកនរគ្នាពេលឈឺម្ដងចុកក្រងនោមយកទៅពេលអញ្ចឹងទៅខ្ញុំក៏ផ្អាកសិនហើយខ្ញុំធ្វើ challenge នេះដើម្បីខ្លួនឯងផងហើយនឹងដើម្បីលើកទឹកចិត្តទៅដល់អ្នកទាំងអស់គ្នាផងថាបើសិនជាខ្ញុំធ្វើបានអ្នកទាំងអស់គ្នាក៏អាចធ្វើបានដែរមកអីទេខ្ញុំទិញមក1ឆ្នាំជាងហើយបិទមិនទាន់អស់ទេគឺថានាងខ្ញុំនេះបិទមួយថ្ងៃអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបិទមួយថ្ងៃផ្អាកមួយខែអញ្ចឹងទៅអញ្ចឹងហើយរស់ស្អាតណាស់លោកអើយលោកហើយខ្ញុំក៏បានទៅក្រៅទៅរកទិញទឹកសាឡាតអ្នកទាំងអស់គ្នាទៅដល់ឃើញនំក៏បានថតនំតិចទៅតែឃ្លានដែរតែហ៊ានហូបពេលដោយសារយើងធ្វើ challenge ដើម្បីខ្លួនឯងអញ្ចឹងទៅយើងត្រូវតែធ្វើឲ្យបានយើងធ្វើឲ្យបានក្នុងរយៈពេល1ខែហ្នឹងអញ្ចឹងណាបើសិនជាខ្ញុំធ្វើបានខ្ញុំនឹងមានកាដូជូនខ្លួនឯងលើកទឹកចិត្តខ្លួនឯងអញ្ចឹងបើមានអ្នកឲ្យយើងឲ្យខ្លួនឯងទៅចាំបាច់ឲ្យណាគេឲ្យយើងអ្នកគ្នានិយាយលេងសើចអីបើមានគេឲ្យក៏ល្អតែគ្មានអ្នកគេឲ្យយើងទេអញ្ចឹងទៅយើងលើកទឹកចិត្តខ្លួនឯងឲ្យខ្លួនឯងទៅចាមកវិញបានជាមួយនឹងទឹកជ្រលក់ហ្នឹងមកដល់$8ហើយខ្ញុំក៏បានទិញទ្រុងមាន់ដែរអ្នកគ្នាទ្រុងមាន់ហ្នឹងអស់4000ណាអ្នកពេញប៉ោះស្ពៃស្រួយលពៅហើយនឹងការ៉ុតមិញហ្នឹងមួយថងហ្នឹងអស់4800មកពីក្រៅមិញរៀងហត់អញ្ចឹងហើយដាក់ទឹកតែហ្នឹងមកអឺពីគឺទៅដើម្បីសម្រួលដល់ការបន្តបងរបស់យើងអញ្ចឹងណាឥឡូវនេះខ្ញុំបានលាងស្អាតហើយចឹងហើយយើងធ្វើការយកវាដាក់ផ្លាស្ទិកក្នុងទូទឹកកកទៅទូទឹកកកខ្ញុំមិញហ្នឹងអត់មានអីទេអ្នកនរគ្នាហើយមានតែទឹកសុទ្ធ3ដបហើយនឹងបន្លែដែលខ្ញុំលាងហើយមិញហ្នឹងឥឡូវខ្ញុំក៏បានយកវាមកវិញហើយអ្នកនរគ្នាខ្ញុំថតកាត់ហើយយកវាមកវិញចិត្តព្រោះដល់ម៉ោងខ្ញុំញ៉ាំហើយឃ្លានដែរហ្នឹងចាយើងធ្វើការចិត្តការ៉ុតចិត្តអីយើងចិត្តសបកចិត្តអីស្អាតមកអូអ្នកនរគ្នាខ្ញុំក៏មានជាពងក្រួយចំនួន4គ្រាប់ដែរពងក្រួយនេះគឺពងក្រួយផ្ទះខ្ញុំចំខ្លួនឯងអញ្ចឹងណាអ្នកនរគ្នាពួកខ្ញុំចូលចិត្តណាពួកស្រីពងអីខ្ញុំចូលចិត្តដែរពងមាន់ពងទាពងក្រួយអីហ្នឹងចូលចិត្តទាំងអស់ចាហើយទ្រុងមាន់ហ្នឹងខ្ញុំកាត់មកដុំទូចហ្នឹងយកទៅដាក់ស្ងោរអ្នកនរគ្នាស្ងោរវាឆ្អិនមកស្ងោរជាមួយទឹកធម្មតាទេមិនដាក់អីទេហើយយកវាមកដាក់ចូលក្នុងចានអញ្ចឹងទៅអូយពេលហ្នឹងអ្នកនរគ្នាវាក្តៅខ្ញុំដល់ណាហាលហន់ពេកឃ្លានពេកអញ្ចឹងទៅវាចង់លាដាក់ដឹងអាម៉េចអាម៉ាទេអ្នកនរគ្នាមនុស្សចូលចិត្តញ៉ាំអីដិតរសជាតិហឹររសជាតិប្រៃឲ្យតែរសជាតិដិតក៏ខ្ញុំចូលចិត្តខ្លាំងមែនទែនហើយឥឡូវមកឲ្យញ៉ាំសាបទៅខ្ញុំមិនដឹងថាខ្ញុំអាចធ្វើបានអត់ទេប៉ុន្តែដើម្បីអ្នកនរគ្នាឲ្យច្រឡំដើម្បីខ្លួនឯងដើម្បីស្អាតអញ្ចឹងណាហើយក៏ដើម្បីអ្នកនរគ្នាដែរដើម្បីឲ្យអ្នកនរគ្នាបានមើលវីដេអូខ្ញុំហើយមានកម្លាំងចិត្តធ្វើដូចខ្ញុំដែរអញ្ចឹងបើសិនជាអ្នកដែលគាត់ឈឺកាពះអញ្ចឹងអាចដាក់បាយមកលព្រា2លព្រាអីក៏បានដែរកុំឲ្យកាពះយើងឈឺហើយញ៉ាំឲ្យទៀងទាត់ទៅពួកអីប្រភេទពួកអស់នេះវាអត់មានអីប៉ះពាល់ដល់យើងឡើងគីឡូអីទេអ្នកនរគ្នាយើងអាចញ៉ាំ3ពេលក៏បាន2ពេលក៏បាន10ពេលក៏បានតាមតែអ្នកនរគ្នាមានសមត្ថភាពញ៉ាំវាប៉ុណ្ណាញ៉ាំប៉ុណ្ណឹងទៅខ្ញុំក្នុងមួយថ្ងៃញ៉ាំតែ1ពេលទេក្តារថ្ងៃត្រង់ហ្នឹងញ៉ាំតែ1ពេលហ្នឹងគត់ហើយអ្នកនរគ្នានេះអាទឹកខ្ញុំពងច្បាច់ហ្នឹងអាទឹកហ្នឹងរសជាតិអីចឹងទេរសជាតិអត់ឆ្ងាញ់ទេជូហាងអាហ្នឹងខ្ញុំទិញមកច្រើនថ្ងៃហើយមួយអាទិត្យពីរអាទិត្យទេខ្ញុំតែញ៉ាំតែដោយសារតែវារសជាតិដូចឈួតខ្ញុំយកវាមកដើម្បីធ្វើទឹកសាឡាត់ហ្នឹងឯងប៉ុន្តែមានណាបារាជ័យតាំងពីថ្ងៃហ្នឹងមកខ្ញុំបានធ្វើទេហើយខ្ញុំទៅតែមកចាប់ផ្ដើមធ្វើថ្ងៃនេះថ្ងៃទី13នេះអ្នកនរគ្នានេះជាថ្ងៃទី1ដែលខ្ញុំចាប់ផ្ដើមធ្វើវាអ្នកនរគ្នាហើយឥឡូវនេះក៏មកសំតប៉ែច្រើនពេកខ្ញុំក៏បានធ្វើការញ៉ាំខ្ញុំ recommend អ្នកនរគ្នាទិញទៅយកលក់ហ្នឹងឆ្ងាញ់ណា
ណាអ្នកគ្នាទឹកជ្រលក់ហ្នឹងមកដល់$8ទេហើយមាន5ចំណុះវា 500ml ខ្ញុំមិនប្រម៉ូទទឹកជ្រលក់ហ្នឹងអីណាខ្ញុំទំតែទិញទេហើយលើកទី1ដែលខ្ញុំញ៉ាំតែវាមានរសជាតិឆ្ងាញ់មែននិយាយរួមទៅជ្រលក់ជាមួយអីក៏ត្រូវដែរជាមួយពងក្រូចក៏ត្រូវអាទ្រូងមាន់ក៏ត្រូវនិយាយរួមទៅមួយចានហ្នឹងជ្រលក់ជាមួយអីដូចខ្ញុំនិយាយចឹងគឺត្រូវទាំងអស់ជាពិសេសសាឡាត់យើងសាឡាត់ស្រួលហ្នឹងជ្រលក់ជាមួយទឹកជ្រលក់ហ្នឹងឆ្ងាញ់ណាទឹកជ្រលក់ហ្នឹងដូចជាទឹកជ្រលក់ជប៉ុនខ្ញុំមិនដឹងឈ្មោះស្អីទេបើសាជប៉ុនទាំងអស់ហ្នឹងពេលខ្ញុំញ៉ាំហើយអ្នកគ្នាឥឡូវហ្នឹងខ្ញុំមានអារម្មណ៍ថាវារៀងធូរក្នុងខ្លួនណារាល់ដងពេលខ្ញុំញ៉ាំបាយញ៉ាំអីជាមួយម្ហូបដិតៗហើយខ្ញុំចាប់ផ្ដើមលមាស់ខ្នងដោយសារតែមុនខ្នងខ្ញុំវាមានដល់ពេលចឹងទៅវាមានអារម្មណ៍ថាវាលមាស់វាអីហើយឡើងមុនខ្នងកាន់តែខ្លាំងទៀតតែពេលញ៉ាំចឹងទៅមានអារម្មណ៍ថាដូចជារៀងស្រួលខ្លួនអ្នកគ្នានេះតែថ្ងៃទី1ផងចាំមើលទៅថ្ងៃបន្ទាប់ទៀតមិនដឹងថាវាយើងស្រួលខ្លួនប៉ុណ្ណាទៅប៉ុន្តែវាពិបាកចិត្តត្រង់ថាមនុស្សចូលចិត្តញ៉ាំច្រើនដល់ពេលមកឲ្យអត់អាហារអត់អីដែលយើងចូលចិត្តចឹងមកឲ្យញ៉ាំអារបស់សុខភាពអីចឹងវាពិបាកធ្វើបន្តិចហើយពេលពងញ៉ាំនោះមេឃក៏ភ្លៀងដែរហើយដល់ឥឡូវក៏វាអត់ទាន់ឈប់ដែរវានៅរ៉ែអញ្ចឹងវាអត់សូវលឺសលេងខ្លាំងទេខ្ញុំក៏បន្តការ voice over របស់ខ្ញុំទៀតទៅអ្នកនរគ្នាអញ្ចឹងបាយប៉ុណ្ណឹងណាជួបគ្នាថ្ងៃស្អែកថ្ងៃទី14អ្នកនរគ្នាកុំភ្លេចតាមដានវីដេអូខ្ញុំរាល់ថ្ងៃណាដើម្បីជាកម្លាំងចិត្តទៅដល់អ្នកនរគ្នាធ្វើដូចខ្ញុំដែរគឺយើងចាប់ដើមដកគីឡូចាដកអាគីឡូហ្នឹងចេញខ្លះទៅកុំឲ្យវាឃើញកធិកធុល